សូមជូនរឿងបរោះកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណើរថាមានបរោះកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមារយាទល្អចេះគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបរោះកំជិលចេះតែពីដេកដល់ឃ្លានបាយទើបក្រោកឡើងស៊ីរួចដេកទៅវិញសំបីថ្នាំជក់ក៏ប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់អ្វីៗឲ្យប្តីសុទ្ធតែសំពះដល់ទៅយូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានទទួលទានទេសូមឲ្យអ្នកទៅកាប់ឈើធ្វើនង្គ័លរនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាបើដូច្នេះឲ្យនាងដាំបាយវិជាសំណុំចោះប្តីនឹងទៅកាប់ឈើធ្វើនង្គ័លរនាស់ប្រពន្ធក្រោកពីយកដាំបាយវិជាកញ្ចប់មានទាំងដឹងពូថៅទៅផងបរោះកំជិលដេកតតែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធទៅដងទឹកលុបមុខឲ្យប្តីរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្តីបរោះនោះក៏ចុះពីលើផ្ទះចូលទៅក្នុងព្រៃរកឈើបានឃើញឈើមួយដើមមានមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំដឹងពូថៅហើយដេកគងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមែកឈើនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកឈើនោះធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទៅទទួលគ្រឿងប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីរួចសួរថាអ្នកទៅបានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកសឹមទៅទៀតដល់កន្លែងដើមឈើនោះហើយរុក្ខទេវតាដែលអាស្រ័យនៅទីនោះឬបរោះកំជិលថាដូច្នេះក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងទៅវាយសម្លាប់បរោះកំជិលនោះឲ្យស្លាប់នៅមាត់ជណ្ដាលផ្ទះកុំឲ្យវាមកកាប់ឈើនេះបានបរោះនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដាលយកទឹកលាងជើងប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចោះមិនហ៊ានវាយបរោះនោះក៏រួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាបានសពគ្រប់អស់ហើយព្រឹកនឹងទៅកាប់ទេវតាភ័យណាស់បរោះនោះមកជាកាប់ហើយព្រឹកនេះក៏នាំគ្នាមកនិយាយអង្វរថាសូមកុំកាប់ឈើនោះបរោះថាអញមិនព្រមទេព្រឹកនេះអញនឹងទៅកាប់ឈើនេះហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយសោកដោយប្រាប់ទីកន្លែងកំណប់ឲ្យបរោះនោះសួរថាឲ្យប៉ុន្មានកន្លែងទេវតាថា2កន្លែងបរោះថាមិនព្រមទេបើ4កន្លែងទើបព្រមហើយឲ្យដាក់ឈើសង្កត់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ដើមឈើនោះបរោះថាបើដូច្នោះខ្ញុំលែងកាប់តែថាព្រឹកនេះខ្ញុំទៅគោះកំណប់នោះហើយទេវតាថាទៅចោះខ្ញុំដោតឈើសង្កត់ទុកឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគោះកំណប់ដែលទេវតាឲ្យក្នុងកំណប់មួយទាំងពីរអ្នកប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាសនិងប្រាក់ចាក់កោពីផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញ
ហើយក៏ជួជាងឲ្យធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកុះកមូមកពឹងពាក់ជាច្រើនរាប់មិនអស់សុភាសិតខ្មែរថាទ្រព្យគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំសនុកត្បិតលាក់ស្រីជាសូមអរគុណ